ខ្ញុំសូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈរបស់លោកជំទាវ ភឿសក្តានិងក្រុមការងារក៏ដូចជាក្រុមការងារប៉ះពាល់ទាំងអស់ដែលយើងបានរៀបចំចុះបញ្ជីនៅសម្បត្តិបេតិកភណ្ឌកម្មរបស់ខ្មែរយើងទាំងបេតិកភណ្ឌរូបីនិងអរូបីជាបន្តបន្ទាប់ក្នុងមួយឆ្នាំជាងនេះតាំងពីការចាប់កំណើតនៃរដ្ឋាភិបាលថ្មីយើងបានដាក់ប្រាសាទកោះកេរការងារដែលសល់ពីមុនប៉ុន្តែក្នុងការ listing នៅឆ្នាំនេះយើងបានដាក់ចុះបញ្ជីកម្មារបស់យើងដោយសម្លៀកបំពាក់ការហើយយើងកំពុងរៀបចំចុះបញ្ជីនៅសង្ក្រាន្តនៅកម្ពុជាយើងនៅក្នុងបញ្ជីនោះផងដែរចឹងសូមបន្តកិច្ចការងារនេះដើម្បីឲ្យពិភពលោកបានឃើញនៅអ្វីដែលបុព្វបុរសរបស់យើងបានខិតខំទាំងអស់នេះគឺដើម្បីជាបេតិកភណ្ឌពិភពលោកមនុស្សជាតិរបស់យើងមនុស្សជនជាតិខ្មែរយើងបុព្វបុរសយើងបង្កើតប៉ុន្តែស្នាដៃដ៏មហិមានេះចែកចាយរំលែកដើម្បីឲ្យអន្តរជាតិបានទទួលស្គាល់បានដឹងឮប៉ុន្តែគេមិនយករបស់យើងទេប៉ុន្តែអ្វីដែលសំខាន់គឺជាសម្បត្តិវប្បធម៌មនុស្សជាតិដែលបុព្វបុរសយើងកសាងចែករំលែកដើម្បីជាផលប្រយោជន៍រួមនៃមនុស្សជាតិជាកម្មសិទ្ធិជាអត្តសញ្ញាណរបស់ជាតិខ្មែរប៉ុន្តែនៅក្នុងដំណាក់កាលនេះគឺខិតខំធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយបន្ថែមនៅអ្វីដែលជារបស់ខ្មែរយើងទៅកាន់ពិភពលោកដែលមូលដ្ឋានមួយនោះគឺតាមរយៈការចុះបញ្ជីបេតិកភណ្ឌទាំងអស់នេះហើយខ្ញុំសូមលើកទឹកចិត្តនិងសូមធ្វើការកោតសរសើរជាថ្មីម្ដងទៀតចំពោះក្រុមការងារក្រសួងវប្បធម៌វិចិត្រសិល្បៈនិងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានធ្វើកិច្ចការងារដោយជោគជ័យ